ការខ្វល់ខ្វាយពីជីវិតកូននៅថ្ងៃមុខនៅពេលដែលឪពុកម្ដាយមានវ័យចំណាស់ចាស់ជរាទ្រុឌទ្រោមឬក៏គាត់មានជំងឺធ្ងន់ធ្ងរមិនអាចព្យាបាលបានពេលនោះការបារម្ភខ្វល់ខ្វាយពីកូនក៏កើតមានឡើងកាន់តែខ្លាំងឡើងពួកគាត់ខ្លាចកូនមានការលំបាករងទុក្ខវេទនានៅថ្ងៃអនាគតអារម្មណ៍របស់គាត់ចេះតែការទុក្ខនៅក្នុងចិត្តពីមួយថ្ងៃទៅមួយថ្ងៃពីមួយឆ្នាំទៅមួយឆ្នាំមិនឈប់ឈរឡើយសួស្តីបងប្អូនទាំងអស់គ្នាអញ្ចឹងយើងថ្ងៃនេះយើងមកស្ដាប់ជាមួយនឹងសាច់រឿងថ្មីមួយទៀតដែលមានចំណងជើងថាឪពុកកប់ដំឡូងអញ្ចឹងមុននឹងចូលស្ដាប់សាច់រឿងថ្មីសូមបងប្អូនទាំងអស់គ្នាមេត្តាជួយចុច Subscribe Channel របស់ខ្ញុំបាទម្នាក់មួយផងណាដើម្បីយើងទទួលបាននៅរឿងថ្មីៗឲ្យបានទាន់ចិត្តទាន់ពេលវេលាតោះបងប្អូនទាំងអស់គ្នាកុំឲ្យខាតពេលវេលាយូរយើងជួបស្ដាប់ទាំងអស់គ្នានៅសម័យប៉ុលពតគឺជារបបឃោឃៅនិងផ្ដាច់ការសម័យកាលនោះឲ្យតែនរណាមានចំណេះដឹងធ្វើការងាររដ្ឋគ្រូពេទ្យសាស្ត្រាចារ្យគ្រូបង្រៀននឹងត្រូវបានគេយកទៅសម្លាប់ចោលពួកគេបង្ខំឲ្យប្រជាពលរដ្ឋទាំងអស់ធ្វើការហួសកម្លាំងនិងបរិភោគអាហារមិនគ្រប់គ្រាន់និងគ្មានជីវជាតិអញ្ចឹងសម្រាប់សម័យប៉ុលពតខ្ញុំជឿជាក់ថាពុកម៉ែមីងអ៊ំទាំងអស់គ្នាគាត់កើតតន់ហើយគាត់ប្រហែលជាមិនអាចបំភ្លេចបានទេនៅសម័យនោះដែលជាសម័យរបបមួយដ៏សែនឃោឃៅនិងផ្ដាច់ការជាទីបំផុតអញ្ចឹងដូចនៅក្នុងសាច់រឿងនេះផងដែរឲ្យតែមានអ្នកណាចេះដឹងអ្នកណាគេមានចំណេះដឹងខ្ពង់ខ្ពស់បន្តិចបន្តួចគេត្រូវបានយកទៅសម្លាប់ចោលហើយដោយគេប្រើពាក្យថាយកទៅរៀនសូត្របន្ថែមអីចឹងណាការពិតមិនមែនទេគឺគេយកទៅសម្លាប់ចោលតែម្ដងពេលនោះក៏មានគ្រូបង្រៀនម្នាក់ឈ្មោះរបស់គាត់ត្រូវបានកងកម្លាំងឆ្លប់ស្រង់នៅក្នុងបញ្ជីមរណៈដែលគេនឹងយកគាត់ទៅសម្លាប់ចោលពេលនោះចិត្តរបស់បុរសជាឪពុកមានអារម្មណ៍ភ័យព្រួយយ៉ាងខ្លាំងគាត់គិតថាមិនយូរមិនឆាប់គាត់នឹងត្រូវគេយកទៅសម្លាប់ចោលជាក់ជាមិនខានដូច្នេះតើប្រពន្ធកូនរបស់គាត់នឹងទៅជាយ៉ាងណាអញ្ចឹងដូចដឹងស្រាប់ហើយអ្នកណាគេដែលមានចំណេះដឹងគឺគេត្រូវបានយកទៅសម្លាប់ចោលអញ្ចឹងគាត់ក៏បានដឹងខ្លួនមុនហើយប៉ុន្តែមុននឹងគេយកគាត់ទៅសម្លាប់គាត់មានការព្រួយបារម្ភយ៉ាងខ្លាំងដោយបារម្ភពីកូនរបស់គាត់និងបារម្ភពីប្រពន្ធរបស់គាត់អញ្ចឹងណាលុះប្រលប់គាត់ធ្វើជានាំកូនទៅបត់ជើងនៅលើដំបូកមួយដោយសង្កេតឃើញថាគ្មាននរណាចាប់អារម្មណ៍គាត់ក៏បានខ្សឹបតិចប្រាប់កូនថាកូនត្រូវចំណាំដំបូកមួយនេះឲ្យបានច្បាស់ព្រោះពុកបានកប់ដំឡូងនៅក្នុងដំបូកនេះយ៉ាងច្រើនហើយឪពុកក៏បាននិយាយបន្តទៀតថាល្ងាចឡើងនៅពេលដែលកូនឃ្លានកូនត្រូវមកកន្លែងនេះរួចកាយដំបូកមួយនេះយកដំឡូងទៅហូបហើយត្រូវនៅឲ្យស្ងៀមនិងប្រយ័ត្នជាទីបំផុតម្យ៉ាងទៀតកូនត្រូវធ្វើជាបត់ជើងនៅលើដំបូកនេះដើម្បីកុំឲ្យកងឆ្លបណាមួយចាប់ថ្នាក់បានជាសំណាងល្អកងឆ្លបដែលកាន់បញ្ជីមរណៈនោះបានរំលោភសេពសន្តិវៈទៅលើនារីម្នាក់រឿងនេះក៏បានលេចលឺដល់មេឆ្លបមួយរំពេចទើបកងឆ្លបនោះត្រូវបានគេយកទៅសម្លាប់ចោលបាត់ទៅក្រោយមកបញ្ជីមរណៈដែលកងឆ្លបនោះកាន់កាប់ក៏ត្រូវបាត់បង់ទៅនៅក្នុងពេលនោះផងដែរហើយគាត់ក៏នៅមានជីវិតរស់នៅដល់សពថ្ងៃនេះបាទឃើញថាសំណាងមែនទែនជីវិតរបស់គាត់ត្រូវអស់ហើយបែរជាមានរឿងដ៏ល្អមួយសម្រាប់គាត់ដែលកងឆ្លបហ្នឹងទៅធ្វើអំពើអាក្រក់អញ្ចឹងគាត់ធ្វើអំពើអាក្រក់គាត់នឹងទទួលបានផលអាក្រក់ហើយបែរជាបុរសនោះដែលជាមនុស្សម្នាក់ដែលធ្វើអំពើល្អគាត់តែងតែជួបផលល្អនឹងឯងហើយសម្រាប់គំនិតពិចារណានៅក្នុងសាច់រឿងនេះផងដែរទឹកចិត្តឪពុកធំធេងណាស់គាត់ហ៊ានប្រថុយគ្រោះថ្នាក់សពបែបយ៉ាងនៅពេលខ្លះមិនថាលួចប្លន់ឬកេងប្រវ័ញ្ចអ្នកដទៃក៏ដោយក៏គាត់នៅតែហ៊ានប្រថុយធ្វើការងារទាំងនោះដើម្បីកូនឲ្យតែកូនអាចរស់រានមានជីវិតឪពុកម្ដាយតែងតែព្យាយាមបង្ហាត់បង្រៀនពីរបៀបរបបនៃការរស់នៅនិងវិធីចិញ្ចឹមជីវិតដ៏ប្រសើរដល់កូនរបស់ពួកគាត់ទៅតាមសមត្ថភាពនិងបទពិសោធន៍ដែលគាត់បានឆ្លងកាត់ទាំងប៉ុន្មានពួកគាត់មិនដែលលាក់បាំងអ្វីឡើយធ្វើយ៉ាងណាឲ្យតែកូនចេះរកស៊ីប្រចាំជីវិតបានពេលធំដឹងក្តីឡើងបាទសម្រាប់ទឹកចិត្តជាឪពុកម្ដាយគឺថាធំធេងណាស់បងប្អូនទាំងអស់គ្នាគាត់ប្រកបមុខរបរអ្វីមួយឬក៏គាត់ធ្វើការអ្វីមួយគាត់តែងតែចង់ឲ្យកូនរបស់គាត់ដើរតាមគន្លងរបស់គាត់ឬក៏អាចលើសគន្លងរបស់គាត់ក៏បានដែរធ្វើយ៉ាងណាឲ្យតែកូនរបស់គាត់បានល្អប្រសើរគាត់មិនដែលទៅទាមទារគាត់មិនដែលលាក់បាំងសមត្ថភាពរបស់គាត់ឧទាហរណ៍ថាបើសិនបើគាត់ចេះប៉ុណ្្នឹងអញ្ចឹងគាត់ត្រូវឲ្យកូនរបស់គាត់ចេះតិចជាងគាត់អត់ទេគាត់តែងតែបញ្ចេញឲ្យអស់បើសិនជាមានអ្វីមួយនៅក្បែរខ្លួនបញ្ចេញអស់ហ្មងមានចំណេះដឹងអីមួយបញ្ចេញអស់ហ្មងបើបង្រៀនកូនបង្រៀនឲ្យអស់ខ្ទេចខ្ទីបណ្ដោយណាបង្រៀនឲ្យអស់ពីពោះតែម្ដងអញ្ចឹងឪពុកម្ដាយគាត់មិនដែលចង់បានអ្វីទេធ្វើមិនឲ្យតែកូនរបស់គាត់អាចរស់នៅប្រកបរបរចិញ្ចឹមជីវិតបានរស់នៅប្រកបដោយសុភមង្គលទៅថ្ងៃអនាគតទៅគឺគាត់សប្បាយចិត្តណាស់ទៅហើយអញ្ចឹងដូចជាពាក្យស្លោកមួយដែលបានពោលថាពេលរស់គិតពីកូនស្លាប់ទៅក៏នៅតែគិតពីកូនដែរនេះគឺជាទឹកចិត្តរបស់ឪពុកមិនថារស់ក៏នៅតែគិតស្លាប់ទៅក៏នៅតែគិតពីកូនដែរ
ដែលនេះហើយគឺជាទឹកចិត្តធំធេងរបស់ពួកគាត់ក្នុងនាមជាមនុស្សម្នាក់ដែលបង្កើតឲ្យយើងមានសាច់មានឈាមមកជាសាច់ឈាមរបស់គាត់មិនថាគាត់ទៅដល់ទីណាគាត់តែងតែនឹករលឹកពីកូនពីចៅរបស់គាត់ជានិច្ចគាត់មិនដែលភ្លេចមួយគ្រាណាឡើយមិនថាក្នុងកលៈទេសៈមួយណាឬក៏គាត់ស្លាប់ទៅក៏ដោយអរគុណបងប្អូនទាំងអស់គ្នាយើងនឹងវិលត្រឡប់មកជួបជាមួយនឹងសាច់រឿងថ្មីនៅពេលវេលាក្រោយទៀតអញ្ចឹងសម្រាប់សាច់រឿងមួយនេះគឺយើងត្រូវបានបញ្ចប់ត្រឹមនេះអរគុណច្រើនបងប្អូនទាំងអស់គ្នាជម្រាបលាបាយបាយ